ទាំងនេះគឺជាប្រាសាទខ្លះៗដែលមាននៅក្នុងខេត្តកំពង់ចាមប្រាសាទទី1គឺប្រាសាទជើងអងដែលកសាងឡើងក្នុងព្រះបាទជ័យវរ្ម័នទី4នៅសតវត្សទី10ហើយប្រាសាទមួយនេះដែរគឺសម្រាប់ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាទី2ប្រាសាទគប់ខាងត្បូងនៃក្រុមប្រាសាទហិនជ័យឬមួយក៏ភ្នំជ័យគិរីដែលកសាងឡើងនៅក្នុងសតវត្សទី6និងទី7នៃគ្រិស្តសករាជកសាងនៅក្នុងរជ្ជកាលព្រះបាទអិនសានវរ្ម័នទី1ទី3ប្រាសាទគប់ព្រះធាតុដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៅគ្រិស្តសករាជ1005ទី4គឺប្រាសាទភ្នំហាន់ជ័យដែលកសាងឡើងចុងសតវត្សទី6ដើមសតវត្សទី7មុនសម័យអង្គរទី5គឺប្រាសាទនគរបាយជ័យដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៅសតវត្សទី13ហើយសម្រាប់ទី6វិញមានឈ្មោះថាប្រាសាទគប់ព្រីជុំដែលកសាងឡើងនៅក្នុងសតវត្សទី11ទី7ប្រាសាទគប់អំបិលទ្វារដែលកសាងឡើងនៅក្នុងសតវត្សទី10ហើយប្រាសាទនេះដែរកសាងក្នុងរចនាបថកកេរទី8ប្រាសាទភ្នំជើងព្រៃហើយប្រាសាទមួយនេះក៏មានរឿងនិទានផងគេដែរហើយបន្ទាប់មករឿងនិទានដំណើរថាមានមនុស្សប្រុសស្រីមួយក្រុមហ្នឹងបានភ្នាល់គ្នាហើយរឿងមួយនេះស្រដៀងទៅនឹងរឿងភ្នំប្រុសភ្នំស្រីចឹងដែរអ្នកទាំងអស់គ្នាប៉ុន្តែខុសតែខាងភ្នំជើងព្រៃនេះរណ្ដៅដែលខាងស្រីហ្នឹងគាត់បានជីកទៅធ្វើភ្នំហ្នឹងគឺខ្លាចជាស្រះមួយអ្នកទាំងអស់គ្នាប៉ុន្តែស្រះហ្នឹងគឺមានទឹកគ្រប់ពេលវេលាទាំងខែប្រាំងទាំងខែវស្សាហើយស្រះមួយនោះដែរគេហៅថាស្រះទឹកព្រះសម្រាប់ខាងប្រុសវិញក៏ជីកដីធ្វើភ្នំដែរសម្រាប់ដីដែលបានជីកយកទៅធ្វើភ្នំហ្នឹងខ្លាចជាស្រះដូចគ្នាហើយស្រះហ្នឹងក៏ធំដូចខាងស្រីហ្នឹងដែរប៉ុន្តែខុសត្រង់ថាខាងប្រុសហ្នឹងគឺអត់មានទឹកទេទាំងខែប្រាំងទាំងខែវស្សាហើយស្រះមួយនោះដែរហៅថាកំពែងស្ងួតវីដេអូនេះដែរបើសិនជាខ្ញុំនិយាយខុសអីអ្នកទាំងអស់គ្នាអាចកែតម្រូវនៅក្នុងវីដេអូខ្ញុំបានដែរហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងបន្តថានៅក្នុងខេត្តកំពង់ចាមហ្នឹងនៅមានប្រាសាទអីទៀតខមមិននៅខាងក្រោមមកខ្ញុំនឹងប្រាប់តនៅវីដេអូទី2បាយបាយ